សម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចុះសួរសុខទុក្ខវីរយុទ្ធជនដែលរងរបួសក្នុងសមភូមិកំពុងសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យដោយក្តីក្តុកក្តួលរំជួលចិត្តអាណិតអាសូរនិងក្តីបារម្ភទាំងថ្ងៃទាំងយប់នៅរសៀលថ្ងៃទី15ខែធ្នូម្សិលមិញនេះសម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនវីរយុទ្ធជនការពារបូរណភាពទឹកដីដែលរងរបួសក្នុងសមភូមិកំពុងសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតែងតែមានក្តីបារម្ភខ្វល់ខ្វាយគ្រប់នាទីដោយមិនរំលងនោះឡើយចំពោះសួរសុខទុក្ខរបស់បងប្អូនវីរយុទ្ធជននិងក្រុមគ្រួសារព្រមទាំងប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនៅទុក្ខលំបាកព្រោះថាទុក្ខលំបាករបស់បងប្អូនប្រជាជនទាំងអស់គឺជាទុក្ខលំបាកផ្ទាល់របស់សម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ស្ថិតក្នុងក្តីក្តុកក្តួលនេះសម្ដេចកតេប្របណ្ឌិតបាននាំមកនៅព្រះរាជបណ្ដាំផ្ដាំផ្ញើសួរសុខទុក្ខក្តីអាណិតអាសូរពីសំណាក់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាពិសេសការកោតសរសើរស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហានហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កំសត់របស់យើងនិងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូបសូមឆាប់បានជាសះស្បើយឡើងវិញវីរយុទ្ធជនទាំងអស់និងក្រុមគ្រួសារមានក្តីរំភើបឥតឧបមានិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជាមេដាមនុស្សធម៌តែងតែគិតគូរពីសុខទុក្ខលើកទឹកចិត្តដល់ផ្ដល់ក្តីសង្ឃឹមដល់ធំធេងដល់ប្រជាពលរដ្ឋគ្រប់រូបនិងសូមប្រសិទ្ធពរសម្ដេចកតេប្របណ្ឌិតសម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់សូមមានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាជនមានអាយុយឺនយូរដើម្បីជាមនុស្សដ៏កក់ក្ដៅដល់ប្រជាជនកម្ពុជាជារៀងដរាប